ក្រុមគ្រួសាររបស់កម្មករដែលស្លាប់ដោយឆក់ខ្សែភ្លើងពេលបំពេញការងារនៅក្នុងរោងចក្រ Sunny Cambodia Furniture Igor ស្ថិតនៅក្នុងឃុំព្រៃកគីស្រុកចន្ទ្រាខេត្តស្វាយរៀងបានទាមទារឲ្យថៅកែផ្ដល់សំណងតាមផ្លូវច្បាប់ដោយចោទថាថៅកែរោងចក្រកំពុងគេចវេះពីការទទួលខុសត្រូវភរិយារបស់ជនរងគ្រោះអ្នកស្រីរ៉នកូឡាបរស់នៅភូមិដូនណូយឃុំជ្រេះស្រុកចន្ទ្រាខេត្តស្វាយរៀងបានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថាកាលពីថ្ងៃទី26ខែកុម្ភៈឆ្នាំ2025ស្វាមីរបស់អ្នកស្រីត្រូវបានក្រុមហ៊ុនតម្រូវឲ្យធ្វើការថែមម៉ោងរហូតដល់ម៉ោង8កន្លះយប់អ្នកស្រីអះអាងថានៅម៉ោង6កន្លះល្ងាចក្រុមហ៊ុនបានឲ្យកម្មករសម្រាក30នាទីដើម្បីហូបបាយហើយនៅម៉ោង6:40នាទីប្តីរបស់អ្នកស្រីត្រូវបានខ្សែភ្លើងឆក់បណ្ដាលឲ្យស្លាប់នៅក្នុងអគាររោងចក្រអ្នកស្រីរ៉នកូឡាបបញ្ជាក់ថាស្វាមីរបស់អ្នកស្រីឈ្មោះពេញធីអាយុ34ឆ្នាំចូលបម្រើការងារនៅក្នុងរោងចក្រសានីបានរយៈពេលជាង1ឆ្នាំហើយដោយធ្វើការផ្នែកដំឡើងតុកៅអីគ្រឿងសង្ហារឹមនៅអគារទី10អ្នកស្រីនិយាយបណ្ដើយំបណ្ដើរៀបរាប់ទាំងទឹកភ្នែកបណ្ដើថាចាប់តាំងពីថ្ងៃកើតហេតុរហូតមកដល់បច្ចុប្បន្ននេះថៅកែរោងចក្រនៅមិនទាន់ផ្ដល់សំណងណាមួយឲ្យទៅក្រុមគ្រួសាររបស់អ្នកស្រីនោះទេអ្នកស្រីថាពេលទៅជួបប្រធានរដ្ឋបាលរោងចក្រដើម្បីសួរនាំរឿងផ្ដល់សំណងគឺខាងរដ្ឋបាលបាននិយាយថាការផ្ដល់សំណងខាងក្រុមហ៊ុនទុកឲ្យបសសជាអ្នកផ្ដល់ជំនួសអ្នកស្រីបានថែមថារាល់ថ្ងៃគ្រួសារអ្នកស្រីបានជួបការលំបាកជាខ្លាំងក្រោយស្វាមីអ្នកស្រីទទួលមរណភាពជាពិសេសគ្មានលុយសងត្រឡប់ទៅធនាគារនិងឌីប៉ូគ្រឿងសំណង់ខណៈអ្នកស្រីត្រូវចិញ្ចឹមកូនតូចម្នាក់ថែមទៀតអ្នកស្រីថាការពីស្វាមីនៅរស់គឺគ្រួសារអ្នកស្រីចៃលុយធនាគារចំនួន$20000ដើម្បីយកមកធ្វើផ្ទះក្នុងមួយខែត្រូវសងឌីប៉ូគ្រឿងសំណង់និងធនាគារចំនួន$350រយៈពេល6ឆ្នាំស្ត្រីមេម៉ាយរូបនេះបានទាមទារទៅថៅកែរោងចក្រនិងអាជ្ញាធរពាក់ព័ន្ធឲ្យពន្លឿនដោះស្រាយសំណងជូនជនរងគ្រោះឲ្យបានសមរម្យទៅតាមច្បាប់ដើម្បីអ្នកស្រីបានលុយដោះបំណុលធនាគារនិងមួយចំណែកទៀតទុកធ្វើបុណ្យឲ្យប្តីជួយរកយុទ្ធធម៌ឲ្យប្តីខ្ញុំផងប្តីខ្ញុំស្លាប់នៅរោងចក្រនោះគាត់បានឆក់ខ្សែភ្លើងឲ្យគាត់ជួយខ្ញុំផងខ្ញុំពិបាកណាស់រាល់ថ្ងៃបែបបងអង្គការផងបែបនៅផ្ទះពិបាកខ្វះខាតគ្រប់យ៉ាងហើយកូននៅទូចហើយខ្ញុំធ្វើការម្នាក់ឯងខ្ញុំនៅតែពីរនាក់ម៉ែកូនទេខ្ញុំគ្មានពីណានៅជាមួយនៅរាល់ថ្ងៃ3នាក់ប្តីប្រពន្ធដល់ពេលប្តីស្លាប់ទៅមានពីណារលុយបានប្តីខ្ញុំនឹងហើយចំហហើយអង្គការប្រាក់ខែខ្ញុំម្នាក់ឯងតែម្នាក់ឯងមិនគ្រប់ផងនឹងហើយបានអីហូបបានអីស៊ីរាល់ថ្ងៃទេតែហ្មងយើងមានរកស៊ីអីបានក្រៅទេក្រៅពីរោងចក្រអ្នកស្រីពុតសូនដែលជាម្ដាយបង្កើតរបស់ជនរងគ្រោះបានរៀបរាប់ទាំងទឹកភ្នែកដោយអ្នកស្រីអំពាវនាវដល់ក្រុមហ៊ុនរួមទាំងស្ថាប័នពាក់ព័ន្ធជួយផ្ដល់សំណងឲ្យទៅក្រុមគ្រួសារកូនអ្នកស្រីដើម្បីបានលុយយកទៅសងធនាគារជួយកូនខ្ញុំហងវានៅតែពីអ្នកម៉ែកូនហើយខ្ញុំក៏ចាស់មិនដឹងទៅរកស៊ីអីដែរគ្នាជាពាក់លុយធ្វើផ្ទះហ្នឹងអត់មានអីគ្នារត់មិនរួចម្នាក់ឯងបែរគ្រប់គ្រងកូនក្នុងក្រុមគ្រួសារហើយនឹងបងលុយដល់ចឹងគ្នានឹងមានអីសងអ្នកស្រីគូចវលៈប្រធានរដ្ឋបាលរោងចក្រសានីបានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាននៅថ្ងៃសុក្រនេះថាមូលហេតុដែលក្រុមហ៊ុនមិនបានផ្ដល់សំណងទៅឲ្យក្រុមគ្រួសារជនរងគ្រោះគឺក្រុមហ៊ុនទុកឲ្យបសសជាអ្នកផ្ដល់សំណងជំនួសក្រុមហ៊ុនដោយអ្នកស្រីថារាល់ថ្ងៃក្រុមហ៊ុនបានទិញសេវាធានារ៉ាប់រងសម្រាប់គ្រោះថ្នាក់ការងារពីបសសនិងបានបង់លុយជារៀងរាល់ខែទៅឲ្យបសសអ្នកស្រីថាក្រុមហ៊ុនបានចូលរួមបុណ្យសពជនរងគ្រោះចំនួន$300នៅថ្ងៃកើតហេតុតកតងនឹងបញ្ហាហ្នឹងគឺគេផ្ដោតទៅលើបសសតែថាក្រុមហ៊ុនបានទិញជាកញ្ចប់បសសបងជារាល់ខែទៅលើគ្រោះថ្នាក់ការងារអ្នកនាំពាក្យក្រសួងការងារលោកកតាអូនបានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានតាមបណ្ដាញសង្គម Telegram ថាក្រុមគ្រួសារជនរងគ្រោះនឹងទទួលបានប្រាក់បូជាសពចំនួន10លានរៀលនិងប្រាក់ឧបត្ថម្ភប្រចាំខែពីបសសខណៈថៅកែរោងចក្រអាចផ្ដល់ជូនក្រុមគ្រួសារជនរងគ្រោះតាមសន្តានចិត្តបន្ថែមលោកបន្តថាដើម្បីទទួលបានអត្ថប្រយោជន៍ខាងលើនេះមន្ត្រីបសសជាអ្នករៀបចំជូនគ្រួសារនៃសពលោកថាករណីនេះអធិការកិច្ចការងារនឹងពិនិត្យមូលហេតុនៃការស្លាប់របស់កម្មករតាមនីតិវិធីច្បាប់ប្រធានសហភាពចលនាកម្មករកម្ពុជាលោកប៉ៅស៊ីណាមានប្រសាសន៍ថានៅពេលមានគ្រោះថ្នាក់ការងាររហូតដល់បាត់បង់អាយុជីវិតកម្មករអ្នកទទួលខុសត្រូវផ្ដល់សំណងគឺបសសដោយរ៉ាប់រងក្នុងនោះមានប្រាក់វិភាគបូជានិងលុយចំនួន70%នៃប្រាក់ខែជនរងគ្រោះផ្ដល់ទៅឲ្យកូនរហូតដល់អាយុ18ឆ្នាំលោកបន្ថែមថាតាមច្បាប់ស្តីពីការងារនៅក្នុងមួយថ្ងៃថៅកែមានសិទ្ធិឲ្យកម្មករធ្វើការថែមម៉ោងបានតែ2ម៉ោងប៉ុណ្ណោះហើយធ្វើឡើងដោយស្ម័គ្រចិត្តមិនមានការបង្ខំឡើយលោកថាការដែលក្រុម
ហ៊ុនបង្ខំឲ្យកម្មករថែមម៉ោងដល់ម៉ោង 8 កន្លះហើយបណ្ដាលឲ្យកម្មករបាត់បង់អាយុជីវិតគឺជារឿងខុសច្បាប់លោកថាក្រៅតែពីទទួលខុសត្រូវរបស់បសសគឺក្រុមគ្រួសារជនរងគ្រោះអាចដឹងទៅតុលាការដើម្បីទាមទារសំណងពីក្រុមហ៊ុនបន្ថែមទៀត ខ្ញុំយល់ឃើញថានៅក្នុងហ្នឹងក្រៅពីការទទួលខុសត្រូវដោយភាគីបសសហើយនយោជកក៏ទទួលខុសត្រូវទៅលើការធ្វើឲ្យកម្មកររបស់ខ្លួនស្លាប់ដោយសារតែការបំពេញម៉ោងការងារគឺមិនស្ថិតនៅក្នុងច្បាប់ស្តីពីការងារមានន័យថានយោជកគាត់បានឲ្យកម្មករធ្វើការលើសពីគោលការណ៍កំណត់នៃច្បាប់ហើយមិនតែធ្វើឲ្យខ្លួនស្លាប់អានោះវាជាបន្ទុកមួយបន្ថែមទៀតទៅដល់ភាគីនយោជកដែលត្រូវទទួលខុសត្រូវទៅលើការបាត់បង់អាយុជីវិតកម្មករ ច្បាប់ស្តីពីការងារឆ្នាំ 1997 ស្តីអំពីគ្រោះថ្នាក់ការងារត្រង់មាត្រា 248 ត្រូវចាត់ទុកគ្រោះថ្នាក់ការងារគ្រោះថ្នាក់កើតឡើងដោយធ្វើការឬក្នុងពេលធ្វើការទោះដោយហេតុយ៉ាងណាក៏ដោយហើយទោះមានកំហុសមកពីកម្មករនិយោជិតឬគ្មានក៏ដោយគឺគ្រោះថ្នាក់ការងារលើរូបរាងកាយនិយោជិតក្នុងពេលធ្វើការឲ្យនិយោជកឬនាយកសហគ្រាសឬធ្លាក់លើសិស្សវិជ្ជាជីវៈមានឈ្នួលក្តីឥតឈ្នួលក្តីកាន់មុខងារជាអ្វីនៅកន្លែងណាក៏ដោយម្យ៉ាងទៀតត្រូវចាត់ទុកគ្រោះថ្នាក់ការងារដែលចំពោះគ្រោះថ្នាក់ណាដែលធ្លាក់លើកម្មករនិយោជិតក្នុងពេលដែលសម័យខ្លួនធ្វើដំណើរពីលំនៅឋានត្រង់ឆ្ពោះទៅកន្លែងធ្វើការឬវិលមកវិញដោយគ្មានឈប់ឬដោយគ្មានវៀងទៅកន្លែងផ្សេងជាប្រយោជន៍ផ្ទាល់ខ្លួនឬក្រៅពីការងារដែលគេតម្រូវឲ្យទៅជំងឺបណ្ដាលមកពីវិជ្ជាជីវៈទាំងអស់ដូចមានបញ្ជាក់ក្នុងច្បាប់ត្រូវចាត់ទុកជាគ្រោះថ្នាក់ការងារហើយទទួលការជួសជុលដូចគ្នាដែរមាត្រា 249 នៃច្បាប់ដដែលបានចែងថានាយកសហគ្រាសត្រូវទទួលខុសត្រូវលើគ្រោះថ្នាក់ការងារទាំងអស់ដូចមានរៀបរាប់ក្នុងមាត្រាខាងលើនេះទោះបីលក្ខន្តិកៈផ្ទាល់ខ្លួនរបស់កម្មករនិយោជិតម្នាក់ៗនោះមានលក្ខណៈយ៉ាងណាក៏ដោយបើតាមការបញ្ជាក់ពីកម្មករកាលពីដើមឆ្នាំ 2024 រោងចក្រនេះក៏ធ្លាប់មានកម្មករម្នាក់ស្លាប់ផងដែរ